គឺជារោងចក្រផលិតស្រាបៀរដំបូងគេនៅប្រទេសកម្ពុជា sensor កញ្ចក់ជើងក្រោមពេលដែលមានឧបសគ្គអីអាចជាទ្វារបើកទៅលើវិញដោយស្វ័យប្រវត្តិហើយមួយទៀតបើសិនជាឧទាហរណ៍ថាឡានឬក៏អីដែលវាមានចន្លោះមេកង់ខាងក្រោមពេលដែលមកទីតាំងនេះ sensor កញ្ចក់ជើងក្រោមចាប់អត់បានយើងនៅសល់ពងសម្រាប់មុខភាពមួយទៀតអញ្ចឹងពេលដែលវាបុកវាប៉ះយើងនឹងក៏ឲ្យទ្វារបើកទៅវិញដោយស្វ័យប្រវត្តិដែរបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះក្រុមការងារកម្លាំង PVC Curtain បានមកធ្វើការដំឡើងទ្វាររមូលរហ័សចំនួន4គ្រឿងសម្រាប់2ទីតាំងខុសគ្នានៅរោងចក្រស្រាបៀរអង្គរ Cambrew Beverages ដែលយើងដឹងហើយថារោងចក្រនេះគឺជារោងចក្រផលិតស្រាបៀរដំបូងគេនៅប្រទេសកម្ពុជាហើយដោយបងប្អូនបានឃើញ view មិញហ្នឹងគឺថតនៅទីតាំងជាក់ស្ដែងហ្មងគឺនៅក្រុងបរសេននោះឥឡូវយើងមកមើលពីដំណើរការតម្លើងទ្វាររបស់យើងទាំងអស់គ្នាសម្រាប់នៅទីនេះយើងមានទ្វារ4ទ្វារ1នៅឃ្លាំងស្រួតនៅខាងក្រោមសម្រាប់ស្តុកផលិតផលសណ្តែកហើយទ្វារ3ទៀតគឺនៅទីតាំងនេះផ្ទាល់គឺជាឃ្លាំងថ្មីគាត់ទុកសម្រាប់ស្តុកស្ករដែលជាវត្ថុធាតុដើមសម្រាប់ផលិតភេសជ្ជៈឥឡូវយើងទៅមើលពីសកម្មភាពរបស់គ្នាសម្រាប់នៅទីនេះគឺស្តង់ដារសុវត្ថិភាពគឺតម្រូវការខ្ពស់មែនទែនដោយសារខាងរោងចក្រគាត់បាន apply ជាប់ស្តង់ដារសុវត្ថិភាពចំនួន3ទី1គឺ ISO 9001មួយទៀត ISO 45001និងមួយទៀតស្តង់ដារសុវត្ថិភាពតាក់ទងនឹងកាកសំណល់ដែលចោលទៅក្នុងបរិស្ថានហ្នឹងគឺអត់មានប៉ះពាល់បំផ្លាញដល់បរិស្ថានទេអញ្ចឹងមានន័យថាគ្រប់ contractor ដែលធ្វើការនៅទីនេះគឺតម្រូវឲ្យមានការយល់ដឹងពីចំណេះដឹងសុវត្ថិភាពខ្លាំងមែនទែនឥឡូវបងប្អូនអាចមើលបានក្រុមនេះក្រុមផ្សេងក្រុមការងារដំបូងដៃដែលគាត់កំពុងធ្វើការខាងលើគឺត្រូវប្រើស៊ីសាលីត្រូវមានខ្សែក្រវ៉ាត់មានមួកសុវត្ថិភាពនិងយល់ដឹងពីការធ្វើការនៅទីខ្ពស់បានយ៉ាងច្បាស់បានខាងរោងចក្រគេអនុញ្ញាតឲ្យធ្វើការអញ្ចឹងក៏ដូចគ្នាក្រុមការងាររបស់កវ៉ាន់យើងអាចធ្វើបានទៅតាមស្តង់ដារនោះដែរទើបរោងចក្រអនុញ្ញាតឲ្យយើងអាចចូលធ្វើការបានឥឡូវយើងទៅបន្តទៀតនេះគឺជាទីតាំងទ្វារទី1របស់យើងនៅច្រកចូលខាងមុខអញ្ចឹងអានេះទំហំទ្វារធំទទឹង5ម៉ែត្រកម្ពស់5ម៉ែត្រហើយគាត់តម្រូវឲ្យហ្វុកលីសទីតាំងនេះសម្រាប់ហ្វុកលីសចេញចូលធ្វើការលើកឲ្យបានអញ្ចឹងគាត់ត្រូវការទទឹងធំហើយកម្ពស់ខ្ពស់ហើយពេលដែលហ្វុកលីសគាត់ធ្វើការនៅទីនេះគឺគាត់ប្រាប់ថាគាត់ត្រូវការល្បឿនបើករបស់គាត់ល្បឿនបើករបស់ហ្វុកលីសគឺ10គីឡូម៉ែត្រក្នុង1វិនាទីអញ្ចឹងគាត់ត្រូវការធ្វើម៉េចទ្វារនេះបើកឲ្យលឿនដែលអាចសម្រួលលំហូរចរាចរណ៍របស់គាត់ឲ្យបានលឿនមែនទែនតែថាពេលដែលមកដល់អាចថាគាត់អាចប្រអងតែបន្តិចតួចទៅមិនបាច់ត្រូវការឈប់គឺទ្វារអាចបើកបាននេះទ្វារទី1យើងទៅតទៀតទីតាំងទ្វារទី2យើងបានតេស្តរួចរាល់ហើយយើងនៅចាំតែភ្ញៀវមក confirm ថាទីតាំងកន្លែងណាដើម្បីប្រកប sensor geometric sensor យើងនៅខាងក្រោមដើម្បីចាប់ហ្វុកលីសអញ្ចឹងគឺរួចរាល់អញ្ចឹងទ្វារយើងដំណើរការបានអូខេហើយអញ្ចឹងដូចទ្វារផ្សេងដែរគឺយើងមាន sensor កញ្ចក់ជើងក្រោមពេលដែលមានឧបសគ្គអីអាចជាទ្វារបើកទៅលើវិញដោយស្វ័យប្រវត្តិហើយមួយទៀតបើសិនជាឧទាហរណ៍ថាឡានឬក៏អីដែលវាមានចន្លោះមេកង់ខាងក្រោមពេលដែលមកទីតាំងនេះ sensor កញ្ចក់ជើងក្រោមចាប់អត់បានយើងនៅសល់ពងសម្រាប់មុខភាពមួយទៀតអញ្ចឹងពេលដែលវាបុកវាប៉ះយើងនឹងក៏ឲ្យទ្វារបើកទៅវិញដោយស្វ័យប្រវត្តិដែរអញ្ចឹងវាល្អមែនទែនសម្រាប់ការប្រើប្រាស់នៅក្នុងផលិតកម្មតោះយើងទៅមួយទៀតមកយើងនៅសល់មួយទ្វារទៀតទ្វារទី3នៅខាងក្រោយបងប្អូនមើលទៅខាងក្រោយនោះគឺផលិតផលសម្រាប់របស់គាត់អានេះខាន់ពីកន្លែងស្តុកផលិតផលសម្រាប់ហើយនឹងវត្ថុធាតុដើមអញ្ចឹងក៏គាត់ជ្រើសរើសប្រើទ្វាររមូលរហ័សដែរដើម្បីបិទបើកបានលឿនងាយស្រួលក្នុងការប្រើប្រាស់ហើយនឹងបង្កើនគុណភាពសម្រាប់ផលិតកម្មរបស់គាត់អញ្ចឹងបើសិនជាបងប្អូនឬក៏រោងចក្រសហគ្រាសផ្សេងៗដែលមានតម្រូវការប្រើប្រាស់ទ្វាររមូលរហ័សបែបនេះអាចតាក់ទងមកក្រុមការងារកម្លាំង PVC Curtain បានដើម្បីធ្វើការប្រឹក្សាជូនបាទសូមអរគុណ